ការពីថ្ងៃទី6ខែឧសភាឆ្នាំ2026នេះការផ្សាយរបស់ភ្នាក់ងារសារព័ត៌មានអាយ៉ាហ្សេរ៉ាបានធ្វើឲ្យពិភពលោកស្រឡាំងកាំងនាវាដឹកកុងតឺន័រដ៏ធំរបស់ប្រទេសបារាំងដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូម៉ូសត្រូវបានរងការវាយប្រហារដោយគ្រាប់មីស៊ីលមិនស្គាល់ប្រភពតាមសេចក្តីរាយការណ៍បឋមនាវានេះមានឈ្មោះថា Spirit of Paris សំឡេងផ្ទុះបានបន្លឺឡើងកក្រៅផ្ទៃទឹកបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅក្រុមអ្នកជំនាញយោធាបានវិភាគថានេះមិនមែនជាការវាយប្រហារដោយចៃដន្យនោះទេប៉ុន្តែវាគឺជាការកំណត់គោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលបំណងកាត់ផ្តាច់ផ្លូវទឹកដ៏សំខាន់បំផុតរបស់ពិភពលោកស្ថានភាពនៅលើនាវាពេលនោះគឺពោពេញទៅដោយភាពច្របូកច្របល់នាវិកជាច្រើនអ្នកបានរងរបួសខណៈដែលប្រព័ន្ធការពារខ្លួនរបស់នាវាហាក់ដូចជាត្រូវបានគេបង្ក្រាបដោយបច្ចេកវិទ្យាទំនើបតើអ្នកណាជាអ្នកនៅពីក្រោយរឿងនេះតើវាជាក្រុមឧទាមឬជាក្រុមយុទ្ធសាស្ត្ររបស់មហាអំណាចនៅក្នុងតំបន់ដើម្បីយល់អំពីភាពធ្ងន់ធ្ងរនៃរឿងនេះយើងត្រូវដឹងថាច្រកសមុទ្រហូម៉ូសគឺជាដង្ហើមរបស់ពិភពលោកប្រេងឆៅប្រហែលជា 20% នៃតម្រូវការសកលត្រូវបានឆ្លងកាត់នៅទីនោះជារៀងរាល់ថ្ងៃបើច្រកនេះត្រូវបិទសេដ្ឋកិច្ចពិភពលោកនឹងដួលរលំក្នុងរយៈពេលមិនដល់មួយសប្តាហ៍នោះឡើយបារាំងដែលជាមហាអំណាចនៅអឺរ៉ុបបានបញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់តំបន់មជ្ឈមបូព៌ាជាបន្ទាន់ដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្មការវាយប្រហារលើនាវាបារាំងគឺជាការឌឺដងដោយផ្ទាល់ទៅកាន់សហភាពអឺរ៉ុបនិងអង្គការ NATO យោងតាមទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ IEA តម្លៃប្រេងបានហក់ឡើងរហូតទៅដល់$150ក្នុងមួយបារ៉ែលគិតត្រឹមប៉ុន្មានម៉ោងក្រោយការផ្ទុះប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកចិននិងរុស្ស៊ីកំពុងតាមដានរឿងនេះដោយយកចិត្តទុកដាក់បំផុតអ្នកវិភាគខ្លះយល់ថានេះគឺជាអន្ទាក់ដើម្បីឲ្យទាញពិភពលោកឲ្យចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំរដ្ឋាភិបាលទីក្រុងប៉ារីសបានប្រកាសអាសន្នភ្លាមប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថាបារាំងមិនអោបដៃមើលការវាយប្រហារលើប្រជាជននិងទ្រព្យសម្បត្តិរបស់ខ្លួននោះឡើយកងទ័ពជើងទឹកបារាំងដែលឈរជើងនៅឯសមុទ្រអារ៉ាប់រួមនិងជីបូទីត្រូវបានបញ្ជាឲ្យត្រៀមលក្ខណៈប្រយុទ្ធចំណែកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិភាពតានតឹងបានឈានដល់កម្រិតកំពូលការចាប់ប្រកាន់គ្នាទៅវិញទៅមករវាងប្លុកសេរីនិងប្លុកមហាអំណាចតំបន់បានធ្វើឲ្យការចរចាសន្តិភាពកាន់តែឆ្ងាយទៅបងប្អូនអ្នកទស្សនាកុំភ្លេចថាផលប៉ះពាល់នេះមិនមែនតែនៅលើសមុទ្រនោះទេតែវាប៉ះពាល់ដល់ហោប៉ៅរបស់បងប្អូនតម្លៃទំនិញគ្រប់មុខនឹងឡើងថ្លៃដឹកជញ្ជូននឹងហក់ឡើងខ្ពស់ហើយវិបត្តិថាមពលនឹងធ្វើឲ្យរដូវរងានៅអឺរ៉ុបคล้ายទៅជាសម្បត្តិអាក្រក់នេះគឺជាសង្គ្រាមស្រមោលដែលបានคล้ายទៅជាការពិតតើមានកត្តាអ្វីកើតឡើងបន្តទៀតអ្នកជំនាញបានដាក់នៅសេណារីយ៉ូចំនួន3មួយការផ្ទុះសង្គ្រាមពេញលេញប្រសិនបើបារាំងនិងសម្ព័ន្ធមិត្តសម្រេចចិត្តវាយបកតាមអាកាសនោះតំបន់មជ្ឈមបូព៌ានឹងคล้ายទៅជាវាលពិឃាតទី2ការបិទច្រកសមុទ្រទាំងស្រុងបើច្រកសមុទ្រហូម៉ូសត្រូវបិទសេដ្ឋកិច្ចចិននិងអាស៊ីដែលពឹងផ្អែកលើប្រេងនៅតំបន់នេះនឹងជួបវិបត្តិធ្ងន់ធ្ងរទី3ការចរចាក្រោមសម្ពាធនេះគឺជាផ្លូវតែមួយគត់ដើម្បីសង្គ្រោះពិភពលោកប៉ុន្តែវាទាមទារការលះបង់ផលប្រយោជន៍នយោបាយយ៉ាងធំធេងមេរៀនពីអតីតកាលនៅក្នុងសង្គ្រាមនាវាដឹកប្រេងកាលពីទសវត្សរ៍80បានបង្រៀនយើងថាចំនួននៅទីនេះមិនដែលបញ្ចប់ដោយងាយៗនោះទេនាវា Spirit of Paris ប្រហែលជាគ្រាន់តែជាជនរងគ្រោះដំបូងនៅក្នុងហ្គេមនយោបាយដ៏គ្រោះថ្នាក់នេះតែប៉ុណ្ណោះមុននឹងបញ្ចប់វីដេអូនេះតើបងប្អូនយល់យ៉ាងណាដែរតើពិភពលោកអាចជៀសផុតអំពីសង្គ្រាមដ៏ធំនេះបានដែរឬទេតើកម្ពុជាយើងគួរត្រៀមខ្លួនបែបណាខ្លះចំពោះវិបត្តិសេដ្ឋកិច្ចដែលកំពុងគំរាមកំហែងនេះសូមបញ្ចេញមតិនៅខាងក្រោមដើម្បីចូលរួមពិភាក្សាដល់ក្រៅកគុកនេះការពីព្រឹកថ្ងៃពុធទី6ខែឧសភាឆ្នាំ2026នេះរដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់លោកអាបាសអារ៉ាឈីបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងប្រទេសចិនហើយដើម្បីជួបពិភាក្សាជាបន្ទាន់ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី
បងប្អូនត្រូវដឹងថាដំណើរទស្សនកិច្ចនេះមិនមែនជារឿងចៃដន្យនោះទេវាធ្វើឡើងមុនពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវហោះទៅជួបមេដឹកនាំចិនលោក Xi Jinping នៅថ្ងៃទី14ដល់ថ្ងៃទី15ខែឧសភានេះតាមពិតទៅលោក Trump ត្រូវទៅចិនតាមពីខែមេសាម្លេះប៉ុន្តែត្រូវពន្យាពេលដោយសារតែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារសង្គ្រាមលើអ៊ីរ៉ង់ហេតុអ្វីបានជាអ៊ីរ៉ង់ត្រូវប្រញាប់ទៅជួបចិនចម្លើយគឺខ្លីតែខ្លឹមព្រេងនឹងការរស់រានមានជីវិតទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមច្របាច់កខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់គ្រប់ច្រកល្ហកប៉ុន្តែចិនគឺជាអ្នកដែលបញ្ជូនអុកស៊ីហ្សែនឲ្យទៅអ៊ីរ៉ង់ដកដង្ហើមបានតាមទិន្នន័យជាក់ស្ដែងចិនគឺជាអតិថិជនទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់គឺទិញរហូតទៅដល់ជិត 90% នៃប្រេងនាំចេញរបស់ប្រទេសអ៊ីរ៉ង់ដោយពួកគេបានប្រើប្រាស់កងនាវាងងឹតបដូរឈ្មោះបដូរឯកសារដើម្បីគេចពីទណ្ឌកម្មរបស់អាមេរិកលោកអាបាសអារ៉ាឈីទៅជួបលោកវ៉ាងយីនៅពេលនេះគឺដើម្បីពង្រឹងខ្នងបង្អែករបស់ខ្លួនឲ្យប្រកាសថាទោះជាលោក Donald Trump មកដល់ប៉េកាំងនិងដាក់សម្ពាធយ៉ាងណាក៏ដោយក៏ចិនមិនបោះបង់អ៊ីរ៉ង់ចោលនោះដែររដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ក៏បានចេញមុខអំពីនីវឲ្យចិនដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រហូម៉ូសផងដែរដែលនេះបង្ហាញថាអាមេរិកកំពុងព្យាយាមប្រើចិនជាអ្នកគៀបសង្កត់អ៊ីរ៉ង់ដោយប្រយោលឥឡូវនេះយើងងាកទៅមើលការត្រៀមជួបគ្នារវាងមេដឹកនាំទាំងពីរវិញម្ដងលោក Marco Rubio បានបញ្ជាក់ច្បាស់ៗពីសេតវិមានថាតៃវ៉ាន់នឹងក្លាយទៅជាប្រធានបទស្នូលនៃជំនួបរវាងលោក Donald Trump និងលោក Xi Jinping នៅសប្តាហ៍ក្រោយលោក Rubio បានសង្កត់ធ្ងន់ថាអាមេរិកមិនចង់ឃើញមានអរិយភាពណាមួយកើតឡើងនៅច្រកសមុទ្រតៃវ៉ាន់ឬតំបន់ Indo-Pacific នោះទេពាក្យសម្ដីនេះគឺជាសារព្រមានដ៏មុតស្រួចមួយទៅកាន់ទីក្រុងប៉េកាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយតៃវ៉ាន់ប្រៀបបានដូចជាក្របបែកពេលវេលាចិនចាត់ទុកកោះនេះគឺជាខេត្តមួយរបស់ខ្លួនដែលមិនអាចបំបែកបាននិងតែងតែប្រើប្រាស់សម្ពាធយោធាដូចជាការបញ្ជូនយន្តហោះចម្បាំងនិងនាវាចម្បាំងទៅឡោមព័ទ្ធកោះតៃវ៉ាន់ជាញឹកញាប់ចំណែកឯអាមេរិកវិញទោះបីជាមិនមានទំនាក់ទំនងផ្លូវការទូតក្តីក៏នៅតែក្នុងបង្អែកដ៏ធំនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏ទំនើបរាប់ពាន់លានដុល្លារឲ្យតៃវ៉ាន់ដើម្បីការពារខ្លួនជំនួបនៅថ្ងៃទី14ទី15ខែឧសភាខាងមុខនេះនឹងក្លាយទៅជាការវាស់ស្ទង់កម្លាំងគ្នាយ៉ាងស្វិតស្វាញថាអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump នឹងប្រោមធ្វើសម្បទានឬកាន់តែតឹងតែងជាមួយនឹងចិនរឿងតៃវ៉ាន់ប្រិមិត្តនេះជារឿងដ៏គួរឲ្យតក់ស្លុតបំផុតប្រចាំសប្តាហ៍ពីឧបទ្វីបកូរ៉េខាងជើងបានសម្រេចកែច្បាប់កម្ពុជារបស់ខ្លួនដោយលុបចោលទាំងស្រុងនៅពាក្យពេចន៍ដែលនិយាយអំពីការបង្រួបបង្រួមជាមួយនឹងកូរ៉េខាងត្បូងនេះមិនមែនជារឿងលេងសើចទេវាគឺជាការបិទផ្លូវជាស្ថាពរចំពោះក្តីសង្ឃឹមរាប់ឆ្នាំនៃប្រជាជាតិកូរ៉េចាប់តាំងពីដើមឆ្នាំ2024មកលោកគីមជុងអ៊ុនបានប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងនិងមិនកែប្រែហើយពេលនេះគឺបានយកវាទៅសរសេរចូលនៅក្នុងច្បាប់កម្ពុជាតែម្ដងខ្លឹមសារថ្មីនៃមាត្រា2នៃរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើងបានកំណត់ព្រំដែនដាច់ដោយឡែករបស់ខ្លួនដោយមានព្រំដែនជាប់នឹងប្រទេសចិននិងរុស្ស៊ីនៅខាងជើងជាប់កូរ៉េខាងត្បូងនៅទិសខាងត្បូងពួកគេលែងចាត់ទុកកូរ៉េខាងត្បូងជាបងប្អូនទៀតហើយតែជារដ្ឋសត្រូវដាច់ដោយឡែកពីគ្នាលើសពីនេះទៀតការកែប្រែនេះបានលើកដំកើងអំណាចលោកគីមជុងអ៊ុនជាប្រមុខរដ្ឋជាផ្លូវការដែលមានអំណាចពេញលេញបញ្ជាកងទ័ពនុយក្លេអ៊ែរទាំងមូលកូរ៉េខាងជើងឥឡូវនេះបានប្រកាសខ្លួនឯងជារដ្ឋអាវុធនុយក្លេអ៊ែរដែលមានការទទួលខុសត្រូវទោះបីជាប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជេមីយ៉ុងបានខិតខំអំពាវនាវរកការចរចាយ៉ាងណាក៏ដោយក៏ទីក្រុងខ្ជុងយ៉ាងបិទទ្វារវាយខ្ទាស់កូនសោចោលបាត់ទៅហើយ
នេះជាសញ្ញាបញ្ជាក់ថាសង្គ្រាមនៅអូវទ្វីបកូរ៉េអាចនឹងផ្ទុះឡើងនៅពេលណាមួយប្រសិនបើមានការបង្ករឿងតែបន្តិចត្រឡប់មកកាន់តំបន់មជ្ឈិមបូព៌ាវិញលោកម៉ាអូរ៉ូប៊ីអូរដ្ឋមន្ត្រីការបរទេសអាមេរិកបានទម្លាយការពិតដល់ល្វីងជូរចត់មួយជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងលីបង់លោកបានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាមិនមែននៅត្រង់អ៊ីស្រាអែលឬរដ្ឋាភិបាលលីបង់នោះទេតែបញ្ហាគឺក្រុមហេសបូឡាហេតុអ្វីបានជាក្រុមហេសបូឡាជាបញ្ហាធំបងប្អូនត្រូវយល់ថារដ្ឋាភិបាលលីបង់ទន់ខ្សោយណាស់ហើយចង់បានសន្តិភាពខ្លាំងណាស់ដើម្បីបញ្ចប់ការវាយប្រហារប៉ុន្តែក្រុមហេសបូឡាដែលជាក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលនិងគ្រប់គ្រងដោយអ៊ីរ៉ង់មានកម្លាំងយោធាដ៏ខ្លាំងជាងកងទ័ពជាតិលីបង់ទៅទៀតអ៊ីស្រាអែលបានដាក់លក្ខខណ្ឌដាច់ខាតថាបើចង់បានសន្តិភាពត្រូវតែរំលាយអាវុធក្រុមហេសបូឡាចោលទាំងស្រុងដែលនេះគឺស្របទៅនឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ UN កាលពីឆ្នាំ2006ដែលតម្រូវឲ្យក្រុមហេសបូឡាដកខ្លួនចេញពីព្រំដែនប៉ុន្តែពួកគេមិនបានធ្វើតាមនោះឡើយស្ថានភាពកាន់តែធ្ងន់ទៅបន្ទាប់ពីហេសបូឡាបានបាញ់ស្រោចមីស៊ីចូលទឹកដីអ៊ីស្រាអែលដើម្បីឆ្លើយតបនឹងការដែលអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីខែមុនឥឡូវនេះអ៊ីស្រាអែលកំពុងបើកប្រតិបត្តិការយោធាចូលជ្រៅក្នុងភាគខាងត្បូងប្រទេសលីបង់ដើម្បីបោះសម្អាតក្រុមហេសបូឡាដោយខ្លួនឯងសន្តិភាពរវាងរដ្ឋលីបង់និងអ៊ីស្រាអែលអាចនឹងងាយស្រួលចុះហត្ថលេខាតែដរាបណាក្រុមហេសបូឡានៅតែមានអាវុធនិងឈរជើងនៅទីនោះកិច្ចព្រមព្រៀងសន្តិភាពនោះគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះប្រិមិត្តទស្សនាពិភពលោកកំពុងដើរចូលទៅក្នុងរបៀបរបបថ្មីមួយដែលពោរពេញទៅដោយការបែងចែកបកពួកការប្រកួតប្រជែងសពាវុធនិងការផ្ដាច់ទំនាក់ទំនងតើដំណើរទស្សនកិច្ចរបស់លោកដូណាល់ត្រាំទៅប៉េកាំងអាចជួយពន្លត់ភ្លើងសង្គ្រាមឬក៏វានឹងចាក់សាំងបន្ថែមតើប្រិមិត្តយល់យ៉ាងណាដែរចំពោះស្ថានភាពតានតឹងនៅលើពិភពលោកនៅពេលនេះសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូមួយនេះកុំភ្លេច like share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយបន្តជម្រាបលា